នៅតែសក់ៗចង់ទៅលេងទឹកធ្លាក់មែនហើយគិតថាទឹកធ្លាក់ហ្នឹងវាមានរូបរាងបែបនេះមែនឬក៏បែបនេះចង់ដឹងបែបណាតើជិះទៅបងប្អូនទាំងអស់គ្នាហើយនេះតាមផ្លូវទៅទឹកធ្លាក់ហ្នឹងឈ្មោះថាគូរ៉ាប៉ាលីនៅភូមិអីឃុំអីអត់ដឹងទេដឹងតែមើលទាំងអស់គ្នាហើយវាសួរថាមានអ្នកស្គាល់ផ្លូវអត់មានអ្នកធ្លាប់ទៅអត់ទេគឺមើល Google Map ហើយជិះទៅតែម្ដងអូខេណាទេសភាពតាមដងផ្លូវវិញមានដើមថ្នោតដើមចេកដើមដូងហើយផ្លូវក៏ស្រួលជិះទៀតទៅតាមបន្តិចគេបងប្អូនឃើញមេឃរៀងស្ទុំស្អាប់បន្តិចមែនណាប៉ុន្តែក្តៅញាក់តែម្ដងចាសូមអរគុណអ្នកជិះហ្នឹងមើលលិចមើលកើតមើលជើងមើលត្បូងមើលអស់ហើយសពសារពើហើយក្នុងចិត្តហ្នឹងក៏អត់មានរំពឹងថាទៅដល់ហ្នឹងមានទឹកស្អាតទឹកធ្លាក់អីលេងសប្បាយដែរអត់ទេព្រោះអីដឹងអស់ហើយណាជិះឆ្អល់ទៅដើមថ្នោតតិចបងប្អូនអត់ស្គាល់ដើមថ្នោតទេណាគាត់ថានៅនេះដើមថ្នោតឃើញមានលក់ទឹកថ្នោតអីទេមានតែផ្លែថ្នោតហើយនឹងឃើញមានលក់ស្ករត្នោតខ្លះដែរនិយាយទៅជិះចុះជិះឡើងក្រោយពីវង្វេងផ្លូវផងអីផងរហូតផ្លូវងំឃើញក៏បានមកដល់ភូមិគេណាបងប្អូនហើយមកដល់បន្ទាប់ពីឃើញទស្សនភាពភូមិគេហើយដូចថាយើងចង់បាក់ចកេះតិចរឿងអីទេបងប្អូនគាត់ចូលមករៀងស្ងាត់ហើយអត់សូវឃើញមានមនុស្សស្រីកន្លែងទៅកន្លែងណាក៏ឃើញតែផលទេសភាពខាងក្រោមមកមើលបងប្អូនអញ្ចឹងមានតែបាយកាមេរ៉ាឡើងលើបន្តិចណាមើលខាងលើតែយើងគ្រាន់មើលបន្តិចមានដើមថ្នោតតាមដងព្រៃព្រឹក្សាលតាវ៉អញ្ចឹងណាមានតែប្រជាជនអញ្ចឹងទៅតែកុំមើលក្រោមចាមើលក្រោមទៅវារៀងពេចភ្នែកអញ្ចឹងណាគាត់មានបងប្អូនមើលទៅលើទៅរៀងស្អាតមែនទូយកបានអញ្ចឹងណាវាមើលទៅបែបធម្មជាតិក៏ប៉ុន្តែដល់កន្លែងនេះពឹបចាក់អីណាបងបោកកៅទឹកតែម្ដងចាមានជាការចង់កាំងសួរចង់ត្រឡប់ទៅវិញហើយសួរគេអ្នកនឹងពីរបីអ្នកដែរថាកន្លែងហ្នឹងហើយទៅធ្លាក់គេហ្នឹងណាហើយមានជាការមកមើលគូតំណងទៅនឹងមកមាននិយាយច្រើននេះបងប្អូនមើលតែទឹកមុខទៅគិតតាមការគូអញ្ចឹងណានេះអញ្ជើញទស្សនាទឹកធ្លាក់គេមានអីបងប្អូនអាចទូយកបានវាមានទឹកហូរពីភ្នំពីខាងលើមកប៉ុន្តែខ្ញុំអត់បានឡើងទៅថតអញ្ចឹងដោយសារតែវាមានស្លាយរៀងល្អិលមើលទឹកធ្លាក់ហើយរៀបចំហូបបាយហូបអីហើយក៏នាំគ្នាមកផ្ទះវិញតែប៉ុណ្្នឹងឯងបងប្អូនអរគុណជំរាបលា